សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកធ្វើម្ហូបជាមួយខ្ញុំបែបសុខភាពងាយស្រួលស្ងោរស្អំជាមួយលឹកបាសអាហារបែបសុខភាពលាយបង្គាមួយជាដំបូងយើងបេះបន្លែហើយនឹងលាងសាច់ឲ្យស្អាតកាប់វាដុំហើយជាមួយបង្គាអីហ្នឹងគេទៅប្រឡាក់គ្រឿងមានប៊ីចេងស្ករទឹកត្រីអំបិលម្រេចដាក់តាមការចូលចិត្តរបស់អ្នកទាំងអស់គ្នាអ្នកខ្លះក៏ចូលចិត្តប្រៃផ្អែមអញ្ចឹងណាបាទសម្រាប់ខ្ញុំអត់ហូបស្ករទេតែចឹងខ្ញុំអត់ដាក់ស្ករទេបន្តមកយើងកូរត្រឡប់វាឲ្យចូលជាតិទៅយើងកូរវាឲ្យចូលជាតិកូរឲ្យសព្វគ្រឿងមានប៊ីចេងស្ករអញ្ចឹងណាហើយទុកវាមួយឡែកសិនហើយយើងមកលាងបន្លែយើងលាងហើយយើងទុកមួយឡែកសិនទេមានសាច់ជ្រូកដែលយើងប្រឡាក់ទុកហើយឥឡូវទឹកពុះយើងដាក់សាច់ចូលហើយយើងរំងាស់វាឲ្យយូរបន្តិចទៅព្រោះសាច់ហ្នឹងមានឆ្អឹងជំនីដែរអញ្ចឹងតែអញ្ចឹងទៅត្រូវការរំងាស់ឲ្យយូរបន្តិចហើយយើងរំងាស់ប្រហែលជាបាន10នាទីជាងហើយយើងដាក់ផ្សិតចូលលឹកបាសទុកវាមិនទុសិនដាក់ស្អំហើយកូររៀងបន្លែរៀងនោះបន្តិចទៅរួចជាការស្រេចហើយយើងដួសដាក់ចានមួយចានល្មមសម្រាប់មួយគ្រួសារក្លិនឈ្ងុយមែនទែនគួរឲ្យចង់ញ៉ាំហើយនេះមានផ្លែឈើមួយចានស្លមួយចានសម្រាប់អាហារថ្ងៃត្រង់ជាតិណាបងប្អូនដាក់ម្ទេសមួយគ្រាប់